គ្រូបង្រៀនរិះគន់ MOU ផ្ដល់ការបញ្ចុះតម្លៃទៅដល់រោងចក្រស្រាបៀរនៅប្រទេសថៃក្រុមគ្រូបង្រៀនថៃជំរុញឲ្យលុបចោលកិច្ចព្រមព្រៀងសុខុមាលភាពជាមួយរោងចក្រផលិតស្រាបៀរនៅក្នុងប្រទេសថៃដោយលើកឡើងអំពីការប៉ះពាល់មុខមាត់និងតម្លៃនៃអប់រំថៃយ៉ាផាខុនភិធិខាណាគ្រូបង្រៀនថៃប្រឆាំងទៅនឹងសុខុមាលភាពមូលដ្ឋានបានសម្ដែងការប្រឆាំងយ៉ាងខ្លាំងភាពជាដៃគូដ៏ចម្រុងចម្រាស់ការិយាល័យគណៈកម្មការលើកស្ទួយកម្ពស់សុខុមាលភាពគ្រូបង្រៀននិងបុគ្គលិកអប់រំក្រុមហ៊ុនមួយដែលមានឈ្មោះ Chairman Thavandang Beverage Co Ltd កាលពីថ្ងៃច័ន្ទ MOU ដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែឧសភាផ្ដល់ការបញ្ចុះតម្លៃទៅលើចំណីអាហារនិងភេសជ្ជៈដែលជាផ្នែកនៃអ្វីដែលក្រសួងអប់រំពិពណ៌នាថាជាគំនិតផ្ដួចផ្ដើមសុខុមាលភាពជាថ្មីសម្រាប់គ្រូបង្រៀននិងបុគ្គលិកអប់រំបណ្ដាញគ្រូបង្រៀនអះអាងថាទង្វើបែបនេះគឺមិនត្រឹមត្រូវឡើយលោកឆៃយ៉ាផាបាននិយាយថាគ្រូបង្រៀនកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យជាសាធារណៈរួចហើយ MOU ហាក់ដូចជាលើកទឹកចិត្តដល់ការទទួលការអប់រំវាប្រថុយប្រថានខ្លាំងណាស់ទង្វើបែបនេះក្នុងវិស័យអប់រំអ្នកស្រីក៏បានបន្ថែមដែរថាជំនួសឲ្យការផ្ដល់អត្ថប្រយោជន៍សម្រាប់ពួកគេនៅពេលយប់ទីភ្នាក់ងារគួរតែស្វែងរកអត្ថប្រយោជន៍សុខុមាលភាពដែលមានលក្ខណៈស្ថាបនាបន្ថែមទៀតដូចជាសេវាវិទ្យាសាស្ត្រត្រូវបានបញ្ចុះតម្លៃនិងការពិនិត្យជំងឺផ្សេងៗជាដើមអ្នកស្រីក៏បានបន្តដែរថាការបញ្ចុះតម្លៃការចូលរួមរែកកម្សាន្តក្នុងក្លឹបគឺធ្វើឲ្យខូចតម្លៃក្រសួងអប់រំឬក៏ប្រព័ន្ធអប់រំនេះជាអ្វីដែលក្រសួងគួរតែប្រកាន់យកវាមិនមែនអំពីការវិនិច្ឆ័យអ្នកផឹកនោះទេប៉ុន្តែអំពីថាតើរដ្ឋត្រូវបានគេមើលឃើញថាជាការលើកទឹកចិត្តដល់រាស្ត្រដែរការឆ្លើយតបបែបនេះបណ្ដាញគ្រូបង្រៀននៅក្នុងប្រទេសថៃបានដាក់ញត្តិចំហជូនរដ្ឋមន្ត្រីក្រសួងអប់រំដែលរៀបរាប់អំពីកង្វល់ធំ4ទី1នោះគឺធ្វើឲ្យខូចមុខមាត់ក្រមសីលធម៌ទាំងគ្រូបង្រៀននិងក្រសួងអប់រំទី2ការធ្វើបែបនេះដូចជាការលើកកម្ពស់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមគ្រូបង្រៀនដែលនាំឲ្យមានបញ្ហាសុខភាពការបើកបរក្នុងស្ថានភាពស្រវឹងនិងការរំលោភបំពានផ្សេងៗទី3វាចាត់ទុកថានេះគឺជាគំរូអាក្រក់សម្រាប់សិស្សនិស្សិតដែលអាចយកត្រាប់តាមអាកប្បកិរិយាបែបនេះបង្កើតហានិភ័យនៃការផឹកស្រាមិនទាន់គ្រប់អាយុទី4វាធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈជាគ្រូបង្រៀនក្រុមគ្រូបង្រៀនទទូចថារឿងនេះគឺជារឿងអត់ប្រយោជន៍គួរណាស់តែលើកកម្ពស់សុខុមាលភាពនិងសុចរិតភាពវិជ្ជាជីវៈដូចជាការបញ្ចុះតម្លៃទៅលើការថែទាំសុខភាពការបញ្ចុះតម្លៃទៅលើសៀវភៅការបញ្ចុះតម្លៃទៅលើផ្នែកដឹកជញ្ជូនជិះជាងសម្រួលដល់ការបញ្ចុះតម្លៃដល់រោងចក្រផលិតស្រាបៀរ